ជំរាបសួរសួស្តីពុកម៉ែបងប្អូនជួបគ្នាជាមួយនឹងស្រែដូងបងជ្រក់ទៀតហើយបងប្អូនអើយខានថតផុសជាយូរឆ្នាំយូរខែមកហើយមិនមែនយូរឆ្នាំតែមុនយូរខែហើយបានថ្ងៃមុនខ្ញុំដែរតែរវល់បងប្អូនអត់មានការថតមកជូនបងប្អូនទស្សនាទេដោយសារថ្ងៃនេះយើងមកពេលទំនេរបន្តិចខ្ញុំមកថតជូនបងប្អូនហើយដូងរបស់ខ្ញុំគឺកាលពីរដូវវស្សាគឺលិចទឹកធ្ងន់ធ្ងរខ្លាំងមែនទេបងប្អូនហើយដល់ពេលរដូវខែប្រាំងចេះគេថាដើមមុនមិញបងប្អូនឃើញហើយគឺថាមានការងឹបខ្លះដែរដោយសារទទួលរងនឹងការទឹកចំនួនយ៉ាងខ្លាំងធ្ងន់ធ្ងរហើយធ្វើបណ្ដាលឲ្យវាងឹបបានបងប្អូនហើយអានេះដើមខ្លះក៏រស់ដើមខ្លះក៏ងឹបនេះងឹបទី2បងមាន2ដងហើយដែលងឹបបងប្អូនហើយដើមខ្លះគឺកំពុងតែលូតលាស់ល្អខៀវខ្ចីបងប្អូនហើយបើបងប្អូនមានចំណាប់អារម្មណ៍ឬក៏បងប្អូនមានបច្ចេកទេសផ្សេងអាចណែនាំខ្ញុំបានខ្ញុំនឹងជួយនឹងអរគុណបងប្អូនជាខ្លាំងដែលបានណែនាំបងប្អូនជាច្រើនដែលបានណែនាំខ្ញុំឲ្យធ្វើវិធីនេះវិធីនោះខ្ញុំក៏នឹងធ្វើតាមបងប្អូនព្រោះខ្ញុំជាដៃថ្មីដែរបងប្អូនអ្នកដែលដាំដូងដាំតំណាំដូងដៃចាស់ដៃអីនេះសូមជួយគ្នាផងបងប្អូនជួយខ្ញុំផងហើយជួយ comment ប្រាប់ខ្ញុំតើធ្វើមិនដូចម្ដេចដើម្បីឲ្យដូងរបស់យើងលូតលាស់ធំលឿនជួយប្រាប់ខ្ញុំផងហើយដូងរបស់ខ្ញុំគឺអាយុច្រើនហើយបងប្អូននេះអាយុ4-3ឆ្នាំហើយបងប្អូនតែវាអត់ធំសោះបងប្អូននោះតូចនោះឡើយដល់បងប្អូនណាដឹងអាចណែនាំខ្ញុំបានឬក៏អាចសុំជាសំឡេងឬក៏ជា comment បងប្អូនជា comment នៅក្នុងវីដេអូរបស់ខ្ញុំបាទខាងក្រោមនេះបានបងប្អូនអាច comment ប្រាប់ខ្ញុំបានតើដាក់វិធីអ្វីខ្លះដាក់ដូចរំបិចដាក់មានអ្វីដែលអាចធ្វើឲ្យដូងរបស់យើងលូតលាស់ធំលឿនគឺបងប្អូនអាច comment ខាងក្រោមនេះបានហើយខ្ញុំនឹងទទួលការណែនាំពីបងប្អូនជានិច្ចបងប្អូនសូមអរគុណបងប្អូនហើយវីដេអូរបស់ខ្ញុំបាទមានអីច្រើនទេបងប្អូនមានតែប៉ុណ្ណេះឯងហើយសូមអរគុណច្រើនបងប្អូនដែលតាមដានវីដេអូរបស់ខ្ញុំបាទតាំងពីដើមដល់ចប់ហើយអរគុណចំណាយបងប្អូនជាខ្លាំងដែលចំណាយពេលវេលាដ៏មានតម្លៃក្នុងការតាមដានទស្សនាវីដេអូរបស់ខ្ញុំបាទតាំងពីដើមដល់ចប់ហើយខ្ញុំបាទនឹងមានវីដេអូបន្តបន្ទាប់ជូនបងប្អូនជាបន្តបន្ទាប់ទៀតបងប្អូនអរគុណជម្រាបលាបាយបាយ